មិនញ៉ាំបាយជុំប្តីជុំកូនណាខ្ញុំក៏សួរពួកគាត់ថាស្អែកចង់ញ៉ាំអីចាំខ្ញុំធ្វើឲ្យញ៉ាំជាពិសេសចម្លើយពួកគាត់ឆ្លើយតែមួយម៉ាត់ឲ្យគាត់គឺថាឆ្លើយអត់ដឹងចាសួស្ដីបងប្អូនពេលដែលប្តីឲ្យកូនគាត់ឆ្លើយថាអត់ដឹងញ៉ាំអីអញ្ចឹងខ្ញុំស្អែកឡើងហ្នឹងក៏រនឹកមុខហូបក៏មិនឃើញដែរបើកទូទឹកកកបើកចុះបើកឡើងក៏ឃើញមានសាច់គោនៅសល់2 3កញ្ចប់ហើយនឹងមានបកាទៀតខ្ញុំក៏នឹកឃើញថាសាច់គោនោះខ្ញុំយកវាមកឆាជាមួយប៉េងប៉ោះនឹងតែម្ដងទៅគៀនហ្នឹងក៏ខ្ញុំយកវាមកឆាដែរទៅដោយសារតែពេលខ្លះខ្ញុំធ្វើម្ហូបមានឆាសាច់គោឬក៏ធ្វើម្ហូបអីមានសាច់គោកូនស្រីខ្ញុំពេលខ្លះគាត់ក៏ញ៉ាំពេលខ្លះគាត់ក៏អត់ញ៉ាំដែរពេលខ្លះក៏គាត់ស្រួលញ៉ាំពេលខ្លះក៏រៀងពិបាកញ៉ាំដែរបានជាគេថាអ្នកធ្វើម្ហូបត្រូវធ្វើតម្រូវចិត្តអ្នកញ៉ាំពេលដែលយើងធ្វើតម្រូវចិត្តអ្នកញ៉ាំពេលដែលយើងធ្វើទៅគេញ៉ាំអស់គេញ៉ាំឆ្ងាញ់គេទៅសារយើងអ្នកធ្វើក៏សប្បាយចិត្តដែរជីហាន់ប៉េងប៉ោះរួចហើយខ្ញុំទុកនឹងម្ដុំសិនទៅរួចហើយខ្ញុំមកហាន់សាច់គោខ្ញុំវិញម្ដងហើយសាច់គោខ្ញុំនេះក៏វារៀងស្វិតបន្តិចដែរអញ្ចឹងក៏ខ្ញុំនឹកឃើញថាយកវាមកឆាជាមួយប៉េងប៉ោះទៅដើម្បីឲ្យវារៀងផុយបន្តិចសាច់គោខ្ញុំហាន់រួចរាល់អស់ហើយបង្គាក៏ខ្ញុំលាងស្អាតរួចរាល់ខ្ញុំរៀបចំគ្រឿងក្រៅឲ្យហើយចឹងទៅរួចហើយចាប់ផ្ដើមយើងដាក់ខ្ទះដាក់ប្រេងមកលីងខ្ទឹមឲ្យឈ្ងុយចាក់សាច់គោចូលទៅឆាតែម្ដងនឹងខ្ញុំឆាវាមួយត្រឡប់2ត្រឡប់រួចហើយខ្ញុំក៏ដាក់គ្រឿងទេសខ្ញុំមានម្សៅស៊ុបស្ករសប្រេងខ្យងខ្ញុំឆាគ្រឿងក្រៅនោះឲ្យសព្វចូលគ្នារួចហើយខ្ញុំក៏ចាក់ប៉េងប៉ោះនោះចូលទៅតែម្ដងឆាសាច់ហើយនឹងប៉េងប៉ោះនឹងឲ្យវារៀងរលួយបន្តិចទៅបន្ទាប់មកទៀតហ្នឹងគឺខ្ញុំដាក់ជីបន្សុយនឹងចូលទៅតែម្ដងខ្ញុំឆាវា2 3ត្រឡប់ទៀតទៅតែប៉ុណ្ណឹងគឺថាសាច់គោឆាប៉េងប៉ោះខ្ញុំឆ្អិនរួចរាល់ហើយសាច់ខ្ញុំធ្វើឆ្អិនរួចហើយខ្ញុំទុកនឹងម្ដុំសិនទៅចាប់ផ្ដើមខ្ញុំមកឆាបង្គាវិញម្ដងដាក់ខ្ទឹមលីងឲ្យឈ្ងុយខ្ញុំចាក់បង្គានឹងចូលទៅឆាតែម្ដងបង្គានឹងខ្ញុំឆាវាមួយត្រឡប់2ត្រឡប់ឲ្យវារៀងឆ្អិនបន្តិចរួចហើយខ្ញុំដាក់គ្រឿងទេសខ្ញុំដាក់ម្សៅស៊ុបស្ករសប្រេងខ្យងឲ្យវា2 3ត្រឡប់ឲ្យវាឆ្អិនរួចរាល់ហើយហ្នឹងគឺថាចុងក្រោយគឺខ្ញុំថែមតែជីបន្សុយចូលទៅបន្តិចទៀតទៅខ្ញុំក៏ឆាវាមួយត្រឡប់2ត្រឡប់ទៀតតែប៉ុណ្្នឹងគឺថាឆ្អិនរួចរាល់ហើយអាហារពេលល្ងាចខ្ញុំមានតែ2មុខនឹងឯងថ្ងៃនេះខ្ញុំធ្វើម្ហូបក៏អត់បានឆាបន្លែឆាអីដែរដោយសារតែកូននឹងប្តីពួកគាត់អត់ចូលចិត្តញ៉ាំបន្លែទេអញ្ចឹងខ្ញុំធ្វើម្ហូបតែ2មុខនឹងទៅល្មមញ៉ាំហើយបើធ្វើច្រើនពេកអាចនឹងសល់